បងប្អូនតាមពិតទៅសម្ភាសណាចាទៅសម្ភាសមុនម៉ោង10ទៅ15នាទីវាមិនមែនគ្រាន់តែជាការបង្ហាញអំពីការគោរពពេលវេលាដល់យោជកក៏ដូចជាគណៈកម្មការសម្ភាសទេហើយក៏វាបានបង្ហាញអំពីអឺសមត្ថភាពនៃការគ្រប់គ្រងពេលវេលាដែរមួយវិញទៀតបើសិនជាបងប្អូនជិះម៉ូតូជិះឡានមកពីកន្លែងផ្សេងចាធម្មតាយើងធ្វើដំណើរតាមដងផ្លូវមានការស្ទះចរាចរណ៍មេឃក្តៅអីខ្លះហើយអញ្ចឹងពេលដែលទៅដល់ហត់ផងភ័យផងចាអញ្ចឹងបើសិនជាបងប្អូនទៅដល់មុនម៉ោង10ទៅ15នាទីបងប្អូនមានពេលវេលាមួយសមស្របសម្រាប់សម្រួលអិរិយាបថចាញ៉ាំទឹកញ៉ាំអីអង្គុយឲ្យបានហត់អញ្ចឹងទៅឲ្យបាត់ហត់អញ្ចឹងទៅហើយអ្នកខ្លះយើងអាចចូលទៅបន្ទប់ទឹកហ្នឹងហើយមើលភ្លីសក់មើល make up យើងមើលទៅសមសួនកៅអៅយើងសមសួនហើយអង្គុយសម្រាកបន្តិចទៅយើងសម្រួលអិរិយាបថបានគ្រប់គ្រាន់ពេលដែលយើងចូលទៅសម្ភាសអារម្មណ៍យើងក៏អត់សូវភ័យខ្លាំងអត់សូវហត់ខ្លាំងដែរអញ្ចឹងការដែលយើងទៅជែកគ្នានៅក្នុងការសម្ភាសហ្នឹងក៏យើងអាចធ្វើបានល្អដែរចំណុចចុងក្រោយពិសេសហ្នឹងគឺចង់ប្រាប់ថាអញ្ចេះពេលដែលយើងទៅសម្ភាស it is a two way assessment អញ្ចឹងក្រុមហ៊ុនក៏គេសម្ភាសយើងនឹងក៏មានសិទ្ធិមើលក្រុមហ៊ុនដែរអញ្ចឹងជាទូទៅណាខ្ញុំប្រាប់អំពីបទពិសោធន៍ខ្ញុំផ្ទាល់ពេលដែលខ្ញុំទៅដល់កន្លែងសម្ភាសខ្ញុំមើលក្រុមហ៊ុនមើលកន្លែងធ្វើការមើលបុគ្គលិកគាត់នៅនឹងរស់រាយអត់ហើយយើងទៅនឹងយើងមានអារម្មណ៍កក់ក្ដៅអត់ចាមានកន្លែងខ្លះយើងទៅយើងមានអារម្មណ៍ថាអឺyou are too small ហ្មងអត់ friendly ហ្មងអញ្ចឹងធ្វើឲ្យខ្ញុំអត់ចង់ធ្វើការកន្លែងហ្នឹងអាហ្នឹងជារឿងពិតអញ្ចឹងអាហ្នឹងក៏ជាចំណុចពិសេសដែរសម្រាប់បងប្អូនបើសិនជាគេសម្ភាសហើយផ្ដល់ការងារឲ្យយើងហើយកលេចមកវិញថាពេលដែលការដែលទៅសម្ភាសហ្នឹងអារម្មណ៍មិនដែរកក់ក្ដៅអត់ចូលចិត្តកន្លែងហ្នឹងអត់មើលទៅដូច excited ជាមួយនឹងកន្លែងធ្វើការហ្នឹងណាអញ្ចឹង trust your gut ហ្នឹងហើយជឿជាក់ទៅលើអារម្មណ៍លើញាណពិសេសរបស់យើងទៅអត់ខុសទេ